បងកសាលបងស្ដាប់ខ្ញុំសិនមិនដូចអ្វីដែលបងឃើញនឹងស្ដាប់លឺនោះទេស្រីចង្រៃមិនបាច់បកស្រាយអ្វីឡើយឆាប់ចេញទៅអីលឿនដាវកំបិតរបស់យើងវាគ្មានភ្នែកទេវើយកុសលគេពិតជាមិននឹកស្មានតល់តែសោះថាប្រពន្ធជាទីស្រឡាញ់របស់គេហ៊ានក្បត់គេបែបនេះតល់តែសោះកុសលគេពិតជាពិបាកចិត្តយ៉ាងខ្លាំងនៅភូមិដាច់ស្រយាលមួយមានប្តីប្រពន្ធពីរនាក់បរិជាប្តីមានឈ្មោះថាកុសលនិងប្រពន្ធមានឈ្មោះថាដានីជារៀងរាល់មួយសប្តាហ៍ម្ដងកុសលតែងតែដឹកចានឆ្នាំងយកទៅលក់នៅឯស្រុកផ្សេងពេលបានប្រាក់ហើយគេក៏ត្រឡប់មកផ្ទះវិញអូនសម្លាញ់បងទៅលើកនេះរៀងយូរបន្តិចហើយអូននៅផ្ទះត្រូវតែថែរក្សាខ្លួនផងខ្ញុំមិនអីទេសំខាន់ឲ្យតែបងមានសុវត្ថិភាពព្រោះបងត្រូវធ្វើដំណើរផ្លូវឆ្ងាយមានហានិភ័យខ្ពស់ណាស់រឿងនេះសូមអូនកុំបារម្ភអីបងមិនមែនទៅតែម្នាក់ឯងនោះទេគឺនៅមានបងប្អូនយើងទៅជាមួយដែរអញ្ចឹងបងលីអូនត្រឹមនេះហើយព្រោះគាត់ចាំបងនៅលើរតែឯណោះចាបងសូមបងធ្វើដំណើរសុវត្ថិភាពតាមផ្លូវអូននៅរងចាំបងនៅឯផ្ទះនិយាយរួចកុសលដែរជាប្តីគេក៏បានធ្វើដំណើរទៅរកមិត្តរបស់ខ្លួនដែលកំពុងចាំនៅលើរតែហើយមិនក៏អាកុសលយូរម្ល៉េះនេះមិនរឿងថ្ងៃទៅហើយណាមួយធ្វើដំណើរផ្លូវឆ្ងាយផងនិយាយដើមនឹងហាំដល់តែម្ដងអានេះពិតជាអាយុវែងមែនវៃតោះអាឡុងយើងឆាប់ចេញដំណើរទៅហើយយើងកំពុងតែចាំឯងនឹងហើយនិយាយអំពីនាងដានីយ៉ាណែវិញបន្ទាប់ពីកុសលប្តីរបស់នាងចេញទៅបានស្រាប់តែលេចវត្តមានបរិមម្នាក់ឈ្មោះចော့គេនេះហើយគឺជាសហាយរបស់នាងយ៉ាងម៉េចហើយអូនតើប្តីអូនវាចេញទៅហើយឬនៅអាប្តីល្ងងរបស់ខ្ញុំវាទៅហើយបងខ្ញុំពិតជានឹកបងខ្លាំងណាស់គិតទៅប្តីអូននេះពិតជាពូកែមែនវាពូកែរកប្រាក់ខ្លាំងណាស់ប៉ុន្តែរឿងលើក្រេវិញនោះបងមើលទៅវាដូចជាគ្មានកំណត់សោះបើនិយាយរឿងហ្នឹងគឺគ្មានមកបៀជាមួយបងឡើយបងទាំងខ្លាំងទាំងពូកែអង្រេក៏វិញល្អធ្វើឲ្យខ្ញុំនេះចាប់ចិត្តតែម្ដងតោះបងកុំនិយាយរឿងអត់ប្រយោជន៍ច្រើនអីពួកយើងឆាប់ឡើងទៅលើផ្ទះទៅនឹងអាចធ្វើរឿងដែលមានប្រយោជន៍តោះដានីអូនលើកនេះបងសូមអភិសេសជាងមុនណាចាស់ប្រកាសជាបានណាបងខ្ញុំគឺជាសហាយរបស់បងហើយប្តីខ្ញុំទៅលក់ចាន់ឆ្នាំងច្រើនថ្ងៃទៀតដូច្នេះបងមករកខ្ញុំពេលណាក៏បានដែរបងប្អូនពូមិញមៀទាំងឡាយខ្ញុំមានលក់ចានឆ្នាំងល្អវាមានពណ៌ស្រស់ស្អាតនិងក្លិនក្រអូបថែមទាំងធន់នឹងកម្ដៅអាចប្រើប្រាស់បានយូរទៀតបើអ្នកទាំងអស់គ្នាទិញយកទៅប្រើហើយណាច្បាស់ជាមិនខកបំណងនោះទេសម្លាញ់ហើយយើងមើលទៅអ្នកភូមិអស់នេះដូចជាមិនត្រូវការចានឆ្នាំងយ៉ាងសោះតើយើងគួរតែបន្តទៅលក់នៅភូមិផ្សេងដែរទេយើងយល់ថាយើងលក់នៅភូមិនេះមួយថ្ងៃទៀតសិនទៅបើសិនជាស្អែកអត់មានអ្នកត្រូវការទេយើងមានតែទៅលក់នៅភូមិផ្សេងលុះស្អែកឡើងមកដល់រឿងអស្ចារ្យក៏បានកើតឡើងអ្នកភូមិជាច្រើនអ្នកបាននាំគ្នាសម្រុកមកទិញចានឆ្នាំងរបស់កុសលអស់រលែងគឺនៅសល់តែមួយតែប៉ុណ្ណោះកុសលហើយបើយើងចាក់ចេញពីភូមិនេះណាច្បាស់ជាលក់ចានឆ្នាំងមិនអស់ទេថ្ងៃនេះពិតជាសំណាងណាស់អ្នកភូមិសម្រុកទិញចានឆ្នាំងយើងអស់រលែងពិតមែនហើយសម្លាញ់អាចៅហើយតើសល់ឆ្នាំងដែរទេបាទលោកតាត្រូវការឆ្នាំងមែនទេខ្ញុំសល់ឆ្នាំងមួយល្មមឆ្នាំងនេះល្អខ្លាំងណាស់លោកតាទិញយកទៅប្រើចោះច្បាស់ជាមិនខកបំណងនោះឡើយតាពេញចិត្តនឹងឆ្នាំងរបស់ចៅណាស់ក៏ប៉ុន្តែយ៉ាងម៉េចតើលោកតាអត់មានប្រាក់ទេប៉ុន្តែតាមានសត្វសេកមួយក្បាលតើអាចបដូរសត្វសេកនិងឆ្នាំងរបស់ចៅបានទេយេហើយមានអញ្ចឹងដែរលោកតាខ្ញុំលក់ឆ្នាំងយកប្រាក់ហើយយកសត្វសេកតែឯងមកធ្វើអីបើអញ្ចឹងអីតាសំទោសតាអត់មានប្រាក់ទិញទេតាទៅវិញហើយឈប់សិនលោកតាខ្ញុំយល់ព្រមដូរសត្វសេកជាមួយនឹងឆ្នាំងរបស់ខ្ញុំមើលទៅសត្វសេកនេះគួរឲ្យស្រឡាញ់ណាស់ការសម្រេចចិត្តរបស់ចៅវានឹងបង្ហាញការពិតដល់ចៅនៅថ្ងៃណាមួយកុសលហាក់បីដូចជាមិនយល់អំពីសម្ដីរបស់លោកតាឡើយប៉ុន្តែគេចេះតែងក់ក្បាលនិងមិនចាប់អារម្មណ៍នោះទេបន្ទាប់ពីលក់ចានឆ្នាំងអស់ពួកគេក៏បានត្រឡប់មកផ្ទះវិញសេកអើយសេកឯងគួរឲ្យស្រឡាញ់ខ្លាំងណាស់មើលរោមរបស់ឯងឡើងភ្លឺបើអាចយកឯងដាក់តាមខ្លួនបានរហូតមិនដឹងថាល្អយ៉ាងណានោះទេដានីអូនសម្លាញ់តើពេលណាទៅប្តីល្ងងរបស់អូនវាត្រឡប់មកវិញនោះលើកនេះប្រហែលជាមិនងាយមកទេបងព្រោះចានឆ្នាំងមានច្រើនណែបងឯងចាំមើលទៅនៅពេលដែលប្តីល្ងងខ្ញុំវារកប្រាក់បានច្រើនខ្ញុំនឹងយកប្រាក់នោះហើយទៅរស់នៅឯភូមិផ្សេងជាមួយនឹងបង
មានហើយអូនពេលនោះយើងនឹងឆ្លាញ់គ្នាដោយបាក់ចំហមិនចាំបាច់លាក់បាំងដូចជាពេលនេះទេគិតទៅប្តីរបស់អូនវាពិតជាល្ងងមែនបងមិននឹកស្មានតល់តែសោះថាវាមានគំនិតរកស៊ីប៉ុន្តែមិនចេះមើលថែទេពធីតាដូចជាបងដានីតាមពិតនាងលួចមានសហាយពួកឯងមានកម្រងប្លន់ទ្រព្យសម្បត្តិអញដានីអាចោះហេតុអ្វីបានជាអ្នកទាំងពីរធ្វើបែបនេះយើងបានស្ដាប់ឮអស់ទៅហើយឆាប់ចេញពីផ្ទះយើងទៅឆាប់ចេញទៅហាបងកុសលបងស្ដាប់ខ្ញុំសិនមិនដូចអ្វីដែលបងឃើញនឹងស្ដាប់ឮនោះទេស្រីចង្រៃមិនបាច់បកស្រាយអ្វីឡើយឆាប់ចេញទៅអីលឿនដាវកំបិតរបស់យើងវាគ្មានភ្នែកទេវើយកុសលគេពិតជាមិននឹកស្មានតល់តែសោះថាប្រពន្ធជាទីស្រឡាញ់របស់គេហ៊ានក្បត់គេបែបនេះតល់តែសោះកុសលគេពិតជាពិបាកចិត្តយ៉ាងខ្លាំងសត្វផ្សេងតើយើងមានកំហុសអ្វីទៅហេតុអ្វីបានជាពួកគេធ្វើបែបនេះដាក់យើងប្រពន្ធការស្របច្បាប់រៀបការរស់នៅជាមួយគ្នាមិនក្រោម5ឆ្នាំឡើយប៉ុន្តែដោយសារតែខ្ញុំរវល់ការងារពេកយ៉ាងណាក៏នាងមិនគួរមានសហាយដែរលោកម្ចាស់មិនយូរទៀតទេពួកគេនឹងត្រឡប់មកវិញហ៎សត្វសេកឯងជាអ្នកនិយាយមែនទេត្រូវហើយលោកម្ចាស់ពួកគេនឹងត្រឡប់មកវិញហើយពួកគេមានកម្រងប្លន់ទ្រព្យសម្បត្តិលោកម្ចាស់ទៀតផងពិតជាចម្លែកណាស់សត្វសេកហេតុអ្វីបានជាឯងដឹងរឿងនេះតើពួកគេធ្វើបែបនេះវាបំណងអ្វីទៅខ្ញុំបានដោះលែងពួកគេឲ្យមានសេរីភាពហើយតើពួកគេនឹងត្រឡប់មកវិញជាមួយនឹងផ្សែងពុលគេធ្វើបែបនេះព្រោះគេដឹងថាលោកម្ចាស់មានទ្រព្យសម្បត្តិច្រើនបន្ទាប់ពីប្លន់ទ្រព្យសម្បត្តិលោកម្ចាស់ហើយពួកគេនឹងចាក់ចេញទៅវិញគិតទៅពួកគេនេះពិតជាអាក្រក់មែនយើងបានផ្ដល់សេរីភាពឲ្យគេទៅហើយគេនៅចង់លួចទ្រព្យសម្បត្តិរបស់យើងទៀតឯងឆាប់ប្រាប់យើងមកសត្វសេកតែយើងគួរតែរកដំណោះស្រាយបែបណាទៅលោកម្ចាស់ខ្ញុំមានផែនការមួយសូមលោកម្ចាស់កុំបារម្ភអីនៅពេលយប់ឡើងមកដល់អូនសំឡាញ់នៅក្នុងផ្ទះនេះគ្រប់កលុកកលៀតបងស្គាល់អស់ទៅហើយដូច្នេះកន្លែងដែលត្រូវចាត់ការបងក៏ធ្វើហើយដែរបងបានដាក់ផ្សាញ់ពុលពេលនេះអាប់ដេល្ងងអូនវាប្រហែលជាសន្លប់ហើយមើលទៅពួកយើងឆាប់ចូលទៅក្នុងផ្ទះហើយយកទ្រព្យសម្បត្តិវាទាំងអស់មកចាបងបើអញ្ចឹងយើងឆាប់ចូលទៅក្នុងផ្ទះទៅបន្ទាប់ពីយើងបានមានប្រាក់វាហើយយើងនឹងខ្លាយទៅជាអ្នកមានណាបងដានីនិងនាយចោះពួកគេក៏បានចូលទៅក្នុងផ្ទះហើយលួចយកហឹបមាសនោះបានសម្រេចបន្ទាប់មកពួកគេក៏បានចេញមកក្រៅហើយរត់ចូលទៅក្នុងព្រៃពេលមកដល់កន្លែងស្ងាត់ហើយពួកគេក៏បានបើកហឹបនោះមើលបងសម្លាញ់ពេលនេះពួកយើងបានមកដល់កន្លែងដែលស្ងាត់ហើយខ្ញុំជឿជាក់ថាប្តីល្ងងនោះវានឹងមិនដឹងខ្លួននោះទេពេលនេះវាកំពុងតែស្រោបផ្សែងពុលចូលទៅក្នុងសួនប្រាកដហើយអូនព្រោះចំនួនផ្សែងពុលដែលបងបានប្រើនោះគឺវាច្រើនខ្លាំងណាស់ថាមិនត្រូវពេលនេះវាទៅលេងយមរិចហើយក៏មិនដឹងដែរប៉ុន្តែបងចង់បើកហឹបនេះមើលបន្តិចវាធ្វើការច្រើនយ៉ាងនេះប្រកាសណាស់វាច្បាស់ជាមានមាសប្រាក់ច្រើនមែនហើយអញ្ចឹងបងឆាប់បើកមើលទៅខ្ញុំក៏ចង់ដឹងដែរនៅពេលដែលគេបើកហឹបនោះមើលស្រាប់តែអត់មានមាសនោះទេផ្ទុយទៅវិញបែរជាមានសត្វពស់បានចឹកអ្នកទាំងពីរនោះស្លាប់នៅក្នុងព្រៃនោះបាត់ទៅម៉ែអើយនេះគឺជាសត្វពស់ចាប់ហើយបងយើងចាញ់ល្បិចគេហើយបន្ទាប់ពីពួកគេស្លាប់អស់បាត់ទៅដំណឹងនេះក៏បានលើទៅដល់កុសលដែរជាប្តីដើមលោកម្ចាស់ពេលនេះផែនការយើងបានសម្រេចហើយពួកគេទាំងអស់នោះបានស្លាប់ដោយសារតែសត្វពស់ឲ្យសមមុខចោះមនុស្សអាក្រក់ដូចជាពួកគេសមតែទទួលបានលទ្ធផលបែបនេះ